ឧបត្ថម្ភប្រាញ់មុខដោយ Hi, I'm Lee Min-ho. Suksabay, Cambodia. បងមកដល់កន្លែងនេះមានអារម្មណ៍មិនដែរមកដល់ទីនេះមានអារម្មណ៍ថាជានេះត្រូវហើយពុកម៉ាក់ដល់ហ្នឹងវាត្រជាក់ដោយសារនេះមានទឹកជុំវិញហើយយើងអង្គុយចំកណ្ដាលអញ្ចឹងវាមានខ្យល់អាកាសធាតុត្រជាក់អញ្ចឹងវារត់តាអារម្មណ៍របស់យើងស្រស់ថ្លាហើយទេសចរវិច្រើនគេមកហ្នឹងនិយាយទៅកន្លែងនេះយើងអង្គុយវាប្រៀបបានដូចជាកាសមួយអញ្ចឹងកាសនិយាយត្រូវចឹងព្រោះតែអាងទឹកដែលគេជីកនេះគឺគេជីកជុំវិញហ្នឹងហើយគេទុកដីមួយនៅកណ្ដាលសម្រាប់ធ្វើកញ្ចក់អង្គុយពេលយើងអង្គុយចឹងទៅពេលខ្យល់បក់មកមួយផ្ទៃទឹកវាត្រជាក់ហ្នឹងហើយតែខ្ញុំវិញត្រជាក់ឡើងដល់ផ្នែកនេះចង់រួចទេចង់គេញ៉ឹងហើយចំណុចសំខាន់មួយទៀតពេលយើងមកអង្គុយចំកណ្ដាលកោះអញ្ចឹងដូចកោះអញ្ចឹងហើយយើងអង្គុយគុណទៅឃើញភ្នំហើយទេសភាពហ្នឹងហើយមានចំការមានអីផ្សេងអញ្ចឹងហើយផ្លែកអារម្មណ៍ហ្នឹងផ្លែកអារម្មណ៍ហើយច្រើនទេសចរគេចូលចិត្តមកហ្នឹងដោយសារខែនេះខែត្រជាក់ផងហើយណាមួយនៅកន្លែងនេះវាជិតជើងភ្នំអញ្ចឹងដល់ពេលព្រឹកឡើងអីអាចចុះអាប់អញ្ចឹងវាស្អាតទេសភាពប្លែកភ្នែកវាប្លែកភ្នែកសូម្បីតែខ្ញុំមកក៏ប្លែកភ្នែកដែរអ្នកនៅហ្នឹងឯងខ្ញុំមកក៏ប្លែកភ្នែកអីចុះយូរបងមកម្ដងតាអូគេរវល់ជីកត្បូងហ៎ហ្នឹងហើយមានពេលបានដើរលេងរវល់ជីកត្បូងនេះពេញពេញយូរមកម្ដងហើយមកទៅស្គាល់ច្រើនឥឡូវស្គាល់នៅស្គាល់ហើយឃ្លាននៅ xua mẹ ta nó lọc hay ăn không có được cái ăn này hả nhựa rư viên ở trào đi đây không vậy ha tầm mặc cô đây lật cho tao ôn nữa sao cho này thôi rồi cho chạy không lật cho thế sao nó một trơn không sao đâu vậy mới nhôm sao vậy tha mẹ tha lật cho thế tay trong vậy tha rồi bình lịch nó anh đi cha hay là lật thở đây cao đây cha vô slow ta phải cho bây không có hử nhưng sao bác ta là cái chào chết thơ rồi nhỉ tụi ai kìa bác bình lịch bác em cho tôi xem đây đó không có nôm à cũng bài cô có pu nôm sủi nôm đo cầm mồm ạ po chè Scotch ba, Scotch nông bạc muốn thôi. Bông, nó tắt lé vậy? Không màu. Tỏ. Nó tắt lé. Rồi như vậy. Tự. Cái mà lên chén. Lấy sấy ngôi ta. Muối bị bay. Thế nào vậy? Thế nào vậy? Thế này thì nó có cái style. Ồ, style đè ở này. Thoát rục, thôi xài thoát rục từ sao? Thoát rục. Này.
ពិតជាស្អាតហើយខ្យល់អាកាសក៏ល្អ ហើយពិតជាវិសាស្នាដៃអ្នកធ្វើអ្នកកសាងអាងនេះឡើងមកណាបង ហ្នឹងហើយបងពិតជាកោតសរនៅស្នាដៃរបស់គាត់ដែលគាត់បានជីកស្រះហ្នឹងហើយអាចតាក់ទាញភ្ញៀវទេសចរបានហើយជាពិសេសនោះគឺអាចសោយស្របដំណាំបានផ្សេងៗទៀត ហ្នឹងហើយជាក់ស្ដែងយើងឃើញហើយតាមជើងភ្នំសម្បូរដោយដំណាំចេកហើយមិនមែនតែធ្វើចេកទេមានទាំងពោតមានទាំងដលងហើយផ្លែមៀនបៃលិនហ្នឹងហើយខ្នោតដល់ការនិយាយអញ្ចឹងហើយនៅម្ដុំនេះខេត្តបៃលិននេះគឺសម្បូរទៅដោយធនធានធម្មជាតិជាពិសេសដំណាំផ្លែឈើហូបផ្លែហើយនឹងដំណាំជាច្រើនទៀតគឺប្រមូលផ្ដុំនៅក្នុងខេត្តបៃលិននេះតែម្ដង និយាយចឹងរមណីយដ្ឋាននេះស្ថិតនៅក្នុងឃុំអីដែរ ស្អីគេមកមួយថ្ងៃអត់ស្គាល់ទេ ណាចាប់អារម្មណ៍សួរបើឡៃតែសុបាយនឹងទេសភាពនោះ ហ្នឹងហើយសម្រាប់ទីតាំងនេះផ្ទាល់តែម្ដងគឺស្ថិតនៅក្នុងភូមិអូច្រាលើសង្កាត់ទួលវាក្រុងបៃលិនខេត្តបៃលិន បើសិនជាយើងជិះពីលោកយាយយ៉ាតមកគឺជិះតាមផ្លូវជាតិលេខ 57 ឆ្ពោះទៅកាន់ផ្លូវព្រំពេលជិះពីលោកយាយយ៉ាតមកប្រហែលជា 3 គីឡូម៉ែត្រមានផ្លូវបត់ឆ្វេងមួយយើងបត់ឆ្វេងមកមានឃើញផ្លូវលំមួយជិះប្រហែលជា 3 គីឡូម៉ែត្រទៀតនឹងមកដល់រមណីយដ្ឋានហ្នឹង អូអញ្ចឹងតើមកព្រឹកមកយើងជិះមកមួយផ្លែត ណាមួយផ្លូវចូលមកស្រួលផង ហ្នឹងហើយឥឡូវយើងគិតថារត់ពោតអី តោះ ថា មែនតា មានអីកំភៃនិយាយនេះពោតមកចកាយដល់បើញ៉ាំអស់ហ្វ្រីឲ្យហ្មង មែនណា តោះចាំ ពោតតោះ តោះឲ្យទាំងអស់គ្នា យើងជួបគ្នាជាគ្នាដំបូងលៀតពីបន្លកនាំយកទាំងក្តីស្នេហាគង់ក្នុងអរារៀមមិនដែរលេងម្ដង